3 រឿងគួរឲ្យចាប់អារម្មណ៍នៅក្នុងការប្រកួត MPLKH រដូវកាលទី 9 សប្តាហ៍ទី 1 ការប្រកួត MPLKH រដូវកាលទី 9 បានបិទបញ្ចប់ការប្រកួតសប្តាហ៍ទី 1 របស់ខ្លួនហើយជាមួយនឹងការបង្ហាញសមត្ថភាពដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់ក្រុមនីមួយៗដែលបានត្រៀមខ្លួនប្រជែងជើងឯកទន្ទឹមគ្នានឹងថ្ងៃបើកឆាកនេះដែរឃើញថាអ្នកគាំទ្រពេញចិត្តស្ដុកតែម្ដងជាមួយនឹងការលេងរបស់ក្រុមជាពិសេសភាពឌឺដងគ្នានៅលើឆាកដែលធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តនិងអ្នកគាំទ្រសប្បាយទៅតាមនោះដែរខាងក្រោមនេះជា3ចំណុចដែល Pick Sport ចាប់អារម្មណ៍ជាងគេនៅក្នុងសប្តាហ៍ទី1នេះ 1. CFU Gaming បើកឆាកចាញ់ Team Mac CFU Gaming ជាក្រុមការពារតំណែងជើងឯកនិងលេងពានរង្វាន់ច្រើនមែនទែននៅក្នុងឆ្នាំ 2025 នេះជាមួយនឹងសមាជិកភាពកីឡាករមិនផ្លាស់ប្ដូរនោះទេយ៉ាងណាមិញបើកឆាកក្នុងការលេង MPLKH រដូវកាលទី 9 នេះវិញពួកគេបរាជ័យក្រោមថ្វីដៃ Team Mac 2-0 ដោយមិនអាចតដៃបានឡើយកត្តានេះធ្វើឲ្យអ្នកគាំទ្រសម្លឹងមុខគ្នាដែរព្រោះគ្មាននរណានឹកស្មានដល់ថា CFU Gaming ពោពេញទៅដោយកីឡាករឆ្នាំរបូតពិន្ទុនៅសប្តាហ៍ទី 1 ទេមួយវិញទៀតមតិមួយចំនួនក៏លើកហេតុផលនៃបរាជ័យនេះដោយសារក្រុមលេងពៀនច្រើនពេកទៅមកពីចិនផងអីផងទៅធ្វើឲ្យពួកគេមិនបានសម្រាប់គ្រប់គ្រាន់ហ្វឹកហាត់ដិតដល់សង្ឃឹមថានៅប្រកួតក្រោយៗក្រុមឆ្លាមសមួយនេះនឹងអាចត្រឡប់មករកភាពខ្លាំងរបស់ខ្លួនវិញ 2. Flash KH មកហើយបើទោះបីជាមិនអាចយកឈ្នះ Galaxy Legend បានមែនប៉ុន្តែ Flash KH បានយកឈ្នះចិត្តអ្នកគាំទ្ររួចទៅហើយដោយបង្ហាញថាពួកគេលេងត្រូវគ្នាឡើងវិញហើយអាចវិទៅវិមកជាមួយនឹងដៃគូប្រកួតបានមិនដូចរដូវកាលមុនទេនៅរដូវកាលនេះ Flash KH បានផ្លាស់ប្ដូរទាំងស្រុងជាមួយនឹងការនាំចូលកីឡាករបរទេសមកបន្ថែមទៀតនិងដូរ roster ក្នុងស្រុកផងដែរជាមួយនឹងទម្រង់លេងក្រោមការដឹកនាំរបស់ Coach Simit គេជឿថា Flash KH មកប្រកួតប្រជែងជើងឯកមិនមែនមកលំឡើយ 3. CU 0ពីមុនត្រឡប់មកវិញហើយទាំងលេងល្អទាំងឌឺស្រស់គ្នាគឺមកទាំងព្រមតែម្ដងសម្រាប់ CU 0នៅរដូវកាលនេះពួកគេធ្លាក់ការពី slot កាលពីរដូវកាលមុនតែរដូវកាលនេះពួកគេត្រឡប់មកវិញហើយនាំចូលកីឡាករថ្មីមកថែមដោយ Flash KH ដែរសមាជិកថ្មីរបស់ Sun បានលេងល្អយល់ចិត្តគ្នានិងឆាប់ជ្រាប DNA របស់ក្រុមនេះណាស់ដែលធ្វើឲ្យពួកគេកាន់តែប្រសើរឡើងជាក់ស្ដែងប្រកួតទី 1 ឈ្នះ Dark Ride 2-0 ហើយក៏ក្លាយទៅជាការប្រកួតដែលអ្នកគាំទ្រតាមដានជាងគេប្រចាំសប្តាហ៍ថែមទៀតគ្រាន់តែប្រកួតទី 1 សោះ Sun ឌឺ Dark Ride ខ្លាំងមែនទែននិងថែមទាំងបន្សល់ពាក្យមួយឃ្លាទុកឲ្យអ្នកគាំទ្រប្រើថែមទៀតគឺការអត់ធ្មត់មានដែនកំណត់ដោយមួយឃ្លានេះគឺសំដៅទៅលើក្រុមមួយនេះដែលមានភាពអត់ធ្មត់ច្រើនរដូវកាលមកហើយក៏ដល់ពេលដែលពួកគេត្រូវសងសឹកក្រុមណាដែលធ្លាប់ឌឺដងពួកគេវិញហើយនៅរដូវកាលទី 9 នេះសាំងសងជាមួយទ្រូហោងមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999 និង393